ចឹងមកគូជំរាបតាមពីដើមថាបើកាលណាយើងមានអាការៈផ្នែកអីមួយហើយយើងចង់មកជួបពេទ្យពីគ្រូហើយអាហ្នឹងគឺមានជំងឺហើយគ្រាន់តែថាជួបគ្រូពេទ្យរកឃើញឬមួយក៏មិនឃើញអាស្រ័យលើគ្រូពេទ្យអ្នករកអ្នកតិចសួរប្រវត្តិជំងឺក្បោះក្បាយប្រវត្តិគឺខ្លួនឯងអត់បើកាលណាលាក់មកជំងឺក៏គ្រូពេទ្យក៏បាច់រកដែរណាបាទរោគសញ្ញាពេញលេញណាដល់ពេលរោគសញ្ញាគាត់ឬសង្ស័យអញ្ចឹងត្រូវការធ្វើអាហ្នឹងដើម្បីសន្មត់ថាតើគាត់មានជំងឺប្រមាណប្រភេទប្រកបណាតែកាលណាគ្រូពេទ្យគាត់រកឃើញជំងឺមួយហើយព្យាបាលអត់ជាប្រកាសជាមានជំងឺមួយទៀតឃើញទេបាទដល់ពេលគាត់មានណាគ្រោះមានគីមានលាកឃើញទេដល់ពេលចំណងគ្នាទៅព្យាបាលមួយទៅមួយចឹងអាការៈនៃជំងឺបែបម៉េចញ៉ាំថែមហើយអត់ធូរណាបាទអាហ្នឹងតែជាបញ្ហាដល់ពេលគាត់ព្រួយបារម្ភពេកទៅគូក្បាលភ្ញោថតនោមប្រឹងតែរហូតស្តៀងជំងឺថតនោមសកម្មអញ្ចឹងបន្តិចទៅទៅចុះយើងភ័យអាហ្នឹង physiology ធម្មតារបស់យើងនេះលោកជំនាញមិញណាយើងភ័យប្រឡងតែអញ្ចឹងគូក្បាលព្យាទៅនោមរហូតតែត្រាស់រហូតប៉ុន្តែករណីហ្នឹងផុតភ័យវាលេចអីមកធម្មតាដល់ពេលអ្នកជឿដែលញ៉ាំថ្នាំអត់ជាទៅលើជំងឺប្រកបគ្រូពេទ្យថាឈឺនោះគ្រូពេទ្យថាឈឺនេះតែគាត់ហូបថ្នាំអត់ជាគាត់ទៅជាភ័យគាត់មានបញ្ហាធ្ងន់ណាស់តែខូចក្រងនោមទៅដល់អាការភ័យរបស់គាត់ប្រចាំថ្ងៃវាទៅជាទៅថតនោមសកម្មរហូតបាទធ្វើការរហូតទៅនោមញឹកមិនយ៉ាងហ្នឹងឯងបាក់ចិត្តដែរទៅឲ្យគាត់ចុះបើខ្លាចធ្វើបងនោមទៅមិនចោលអីទេបាទតែជួយពិចារណាគឺអញ្ចឹងហើយឲ្យតែខសួរឆាសួររហូតខ្ញុំភ័យថាខូចត្រង់នោមទៅពេទ្យនេះគេថាអីតែញ៉ាំថ្នាំអត់ធូរសោះមួយឆ្នាំពីរឆ្នាំទៅគាត់ថាហ្នឹងអត់ប្រកាសថាយើងមានជំងឺហ្នឹងទេយើងមានជំងឺផ្សេងណាហើយគាត់ថាគ្រូខ្ញុំឃើញគ្រូនិយាយវីដេអូសម្ភាសជំងឺមួយតទៅនឹងជំងឺថតនោមសកម្មដូចខ្ញុំបែបដែរហើយគាត់លោកជំរាបវិញថាដូចប៉ុន្តែក៏មិនប្រកាសថាមានជំងឺហ្នឹងដែរព្រោះមានជំងឺ3 4ទៀត4 5ទៀតរបស់ស្ត្រីវិញដែលអាចធ្វើយើងនោមញឹកដូចគ្នាតែត្រូវការយើងទៀមទាត់ប្រឹក្សាយោបល់ផ្ដល់រោគសញ្ញាដែលយើងលើកឡើងឲ្យគ្រូពេទ្យអស់សិនដល់ពេលគាត់អញ្ជើញមកថ្ងៃសៅរ៍ប្រឹក្សាចុះឡើងសង្ស័យ1 2 3មកទាំងអស់មានទាំងអស់ហើយសួរតែគាត់ដូចថតនោមសកម្មអត់ផងគាត់ថតនោមសកម្មនេះព្រោះដោយសារដូចគ្រូនិយាយមិញគាត់ភ័យពេកខ្ញុំខូចត្រង់នោមអញ្ចឹងវាបជារហូតតែដល់ពេលគាត់ឡើងភ័យគាត់ឡើងទៅទុកទឹកគាត់គ្រូបញ្យល់ថាឈឺនេះទេមិនដែរអត់ឡើងភ័យអញ្ចឹងមិនពេចគាត់ឡើងទៅទុកទឹកដំបូងអង្គុយមិនទាន់បញ្យល់លទ្ធផលហ្នឹងណា3ដងទុកទឹកហើយសួរមាននោមកាហាយនោះមែនអត់មានកាហាយទេនោមធម្មតាតែគាត់ឡើងពណ៌ក្រហមបាទហើយនោមញឹកព្រោះអីព្រោះនៅក្នុងត្រង់នោមសញ្ញានោមញឹកមាននៅក្នុងហ្នឹងហើយប្រវត្តិនោមទៀតបាទនោមញឹកហើយប្រវត្តិនោមទៀតវាលើសជាងជំងឺថតនោមសកម្មតិចណាស់ដែលគ្រូពេទ្យថាទៀមទាញញែកណាហើយដើម្បីសុំធ្វើតើប្រកាសមិនអត់សុំញែកអញ្ចឹង